បបអូនថ្ងៃនេះមានជាមួយនឹងបាយសុទ្ធស្ងោរបន្លែហើយនឹងដុំប្រាំងដោយរាល់ដងអញ្ចឹងមុននឹងធ្វើការបបគឺខ្ញុំយកបន្លែទៅសោះជាមួយទឹកក្តៅចេញម្សៅសិនបន្ទាប់មកដាក់ដាំទឹកថ្មីគឺបបយកតែម្ដងបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះធ្វើបបនេះខ្ញុំធ្វើរៀងខាប់ជាងរាល់ដងហើយគឺធ្វើតែបន្តិចទេប៉ុន្តែមានអារម្មណ៍ថាគាត់ដូចអត់សូវចូលចិត្តញ៉ាំទេបងប្អូនខ្ញុំអត់ដឹងថាដោយសារផ្លែបន្លែឬមួយក៏ដោយសារពងស្ងោរខ្ញុំអត់ដឹងទេព្រោះលើកមុនគឺខ្ញុំដាក់ដុំប្រាំងជាមួយស្លាតសអត់មានដាក់ពងទេឲ្យគាត់ញ៉ាំគឺគាត់ញ៉ាំបានច្រើនមែនតែនចាំមើលខ្ញុំនឹងព្យាយាមសាកល្បងមើលម្ដងហើយម្ដងទៀតថាតើគាត់ចូលចិត្តញ៉ាំអីឬមិនអីអញ្ចឹងណាហើយថ្ងៃនេះប្រវត្តិញ៉ាំតឹងចិត្តណាស់លួងផងបន្លែផងរង្វាន់តែញ៉ាំបានអស់បានមួយខ្លងណាអូនមកជើមែនគាត់ហ៎អូនមកជើមែនអូនមកជើអូនមកជើមែនគាត់